សួស្តីប្អូនទាំងអស់គ្នាដែលជាទីស្រឡាញ់តើប្អូនធ្លាប់មានអារម្មណ៍ថាខ្លួនឯងកំពុងជាប់គាំងក្នុងបញ្ហាអ្វីមួយហើយទោះជាព្យាយាមកែប្រែចិត្តគំនិតយ៉ាងណាក៏ធ្វើមិនបានដែរឬទេវាហាក់ដូចជាបេះដូងរបស់យើងរឹងដូចជាដុំធ្មេញចឹងចុះបើព្រះជាម្ចាស់មានវិធីដោះស្រាយដ៏ល្អបំផុតសម្រាប់រឿងនេះតើប្អូនចង់ដឹងទេថ្ងៃនេះយើងនឹងមើលពាក្យសន្យាដ៏អស្ចារ្យនៅក្នុងគម្ពីរអេសេគៀលទាំងអស់គ្នារឿងរ៉ាវដ៏មានន័យនេះចាប់ផ្ដើមពីព្រះបន្ទូលក្នុងគម្ពីរអេសេគៀល35:25-27ដែលព្រះអង្គសន្យាថាយើងនឹងដកបេះដូងធ្មេញចេញពីសាច់ឈាមឯងហើយផ្ដល់បេះដូងសាច់ដល់ឯងវិញវ៉ាវនេះមិនមែនគ្រាន់តែជាការលើកទឹកចិត្តធម្មតាទេតែវាគឺជាការប្រកាសអំពីការវះកាត់ប្ដូរដួងចិត្តដោយអំណាចរបស់ព្រះនេះគឺជាការផ្លាស់ប្ដូរជីវិតពីខាងក្នុងដែលជាមូលដ្ឋាននៃរឿងដែលយើងនឹងជែកគ្នានៅថ្ងៃនេះតោះឥឡូវនេះយើងមកពិនិត្យមើលពាក្យសន្យានេះឲ្យបានច្បាស់ដំបូងយើងនឹងមើលថាតើអ្វីទៅជាបេះដូងរឹងដូចថ្មបន្ទាប់មកមើលថាពាក្យសន្យានេះคล้ายជាពិតយ៉ាងម៉េចហើយពាក់ព័ន្ធនឹងជីវិតប្អូននៅថ្ងៃនេះដោយរបៀបណាយើងនឹងធ្វើដំណើរទៅមើលរឿងនេះទាំងអស់គ្នា1ហេតុអ្វីបានជាយើងត្រូវការសេចក្តីសន្យានេះខ្លាំងម្ល៉េះជាដំបូងយើងត្រូវយល់ពីមូលហេតុដែលយើងត្រូវការជំនួយពីព្រះគម្ពីរប្រើពាក្យថាបេះដូងរឹងដូចថ្មប្អូនសាកគិតមើលដុំថ្មវាមានលក្ខណៈយ៉ាងម៉េចវាត្រជាក់វារឹងហើយវាមិនដឹងអ្វីទាំងអស់ទោះយើងយកអ្វីទៅចាក់ក៏វាមិនឈឺដែរចិត្តរបស់យើងចំពោះព្រះក៏មានពេលខ្លះមានសភាពបែបនឹងដែរគឺយើងរឹងរូសមិនខ្វល់ហើយតែងតែចង់ប្រឆាំងនឹងទ្រង់បញ្ហាពិតប្រាកដមិនមែនមកពីយើងអត់មានច្បាប់ឬអត់មានវិន័យសម្រាប់រស់នៅនោះទេប៉ុន្តែបញ្ហាសំខាន់បំផុតគឺយើងគ្មានចិត្តហើយក៏គ្មានសមត្ថភាពនឹងធ្វើតាមច្បាប់ទាំងនោះឲ្យបានឡើយនេះហើយជាចំណុចដែលយើងត្រូវការព្រះជាចាំបាច់2ភាពខុសគ្នារវាងច្បាប់ចាស់និងសេចក្តីសន្យាថ្មីប្អូនមើលភាពខុសគ្នានេះឲ្យច្បាស់ណាស់សញ្ញាចាស់ច្បាប់ម៉ូសេជាច្បាប់ដែលសរសេរលើផ្ទាំងថ្មនៅខាងក្រៅខ្លួនយើងត្រូវប្រឹងធ្វើតាមដោយកម្លាំងខ្លួនឯងសុទ្ធតែជាការបង្ខំចុងក្រោយយើងក៏បរាជ័យហើយទំនាក់ទំនងជាមួយព្រះមានតែភាពភ័យខ្លាចនិងការបង្ខំចិត្តសេចក្តីសន្យាថ្មីព្រះអង្គបដូរមកសរសេរច្បាប់នៅក្នុងចិត្តយើងវិញកម្លាំងមិនមែនមកពីយើងទេគឺមកពីព្រះវិញ្ញាណបរិសុទ្ធហើយចិត្តយើងក៏បដូរពីការបង្ខំមកជាការអរព្រះគុណនិងស្រឡាញ់ព្រះអង្គវិញ3ព្រះជាម្ចាស់នឹងធ្វើការផ្លាស់ប្ដូរដ៏អស្ចារ្យព្រះអង្គមិនមែនប្រាប់ឲ្យយើងខំប្រឹងថែមទៀតទេតែទ្រង់សន្យាថានឹងធ្វើឲ្យយើងក្លាយជាមនុស្សថ្មីតាំងពីខាងក្នុងមកចំណុចសំខាន់បំផុតគឺអ្នកដែលជាម្ចាស់ការផ្លាស់ប្ដូរនេះគឺជាព្រះជាម្ចាស់ផ្ទាល់តែម្ដងក្នុងគម្ពីរ7ព្រះអង្គថាយើងនឹងដាក់ព្រះវិញ្ញាណរបស់យើងនៅក្នុងចិត្តឯងព្រះអង្គមិនមែនគ្រាន់តែបោះចិត្តថ្មីឲ្យយើងទេតែទ្រង់នឹងជួយឲ្យប្អូនអាចដើរតាមច្បាប់របស់ទ្រង់បានគឺព្រះអង្គដាក់ម៉ាស៊ីននៃការព្យាយាមឲ្យយើងនៅក្នុងចិត្តតែម្ដងតើគោលដៅធំបំផុតគឺជាអ្វីគឺស្ថិតនៅក្នុងគម្ពីរ8ដែលថាឯងរាល់គ្នានឹងធ្វើជាប្រជារាស្ត្ររបស់យើងហើយយើងនឹងធ្វើជាព្រះរបស់ឯងនេះគឺជាការស្ដារទំនាក់ទំនងដែលខូចឲ្យល្អវិញពីមុនយើងខំធ្វើល្អទាំងហត់នឿយតែឥឡូវដោយមានព្រះវិញ្ញាណបរិសុទ្ធវានឹងដុះចេញមកជាផលផ្លែដោយធម្មជាតិនិងរីករាយ4តើសេចក្តីសន្យានេះคล้ายជាការពិតយ៉ាងដូចម្តេចពាក្យសន្យាកាលពី2500ឆ្នាំមុនតើវាមកដល់យើងនៅថ្ងៃនេះយ៉ាងដូចម្តេចសាកគិតពីការសាងសង់អគារមួយចុះហោរាដូចជាអេសេគៀលនិងយេរេមៀគឺជាអ្នកគូប្លង់នៃគម្រោងដ៏ធំនេះព្រះយេស៊ូវគ្រីស្ទយាងមកសុគតលើឈើឆ្កាងជាកូនសោដ៏សំខាន់បំផុតដើម្បីបើកផ្លូវឲ្យសេចក្តីសន្យាថ្មីនេះអាចចាប់ផ្ដើមបានហើយចុងក្រោយបំផុតគឺនៅថ្ងៃបុណ្យថ្ងៃទី50ព្រះវិញ្ញាណបរិសុទ្ធបានយាងចុះមកនេះមានន័យថាអគារសាងសង់រួចរាល់ហើយយើងអាចចូលទៅរស់នៅបានហើយពាក្យសន្យារបស់ព្រះអង្គបានក្លាយជាការពិតនៅពេលនោះឯង5ចិត្តថ្មីនិងច្បាប់របស់ព្រះជាម្ចាស់សាវកប៉ុលបានពន្យល់ក្នុងគម្ពីររ៉ូមជំពូក8ថាឥឡូវនេះយើងមិនរស់នៅតាមកម្លាំងផ្ទាល់ខ្លួនដែលតែងតែនាំឲ្យធ្វើបាបទៀតទេប៉ុន្តែយើងរស់នៅតាមការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធហេតុដូច្នេះហើយបានជាយើងអាចធ្វើតាមអ្វីដែលព្រះអង្គសព្វព្រះហឫទ័យបានយ៉ាងល្អប្អូនដឹងទេថាវាខុសគ្នាយ៉ាងម៉េច
វាដូចជាសិស្សដែលខំធ្វើកិច្ចការផ្ទះព្រោះខ្លាចគ្រូដាក់ទោសធៀបនឹងសិស្សដែលធ្វើព្រោះចង់រៀនសូត្រឥឡូវនេះយើងធ្វើតាមព្រះព្រោះតែយើងស្រឡាញ់ព្រះអង្គខ្លាំងបំផុតចេញពីចិត្តច្បាប់របស់ព្រះលែងជាអ្វីដែលបង្ខំយើងទៀតហើយតែជាផ្លូវដែលយើងចង់ដើរតាមដោយរីករាយបំផុត 5. តើយើងត្រូវរស់នៅយ៉ាងដូចម្តេចក្នុងជីវិតរាល់ថ្ងៃដើម្បីឲ្យប្អូនអាចជួបបទពិសោធន៍នេះប្អូនគ្រាន់តែបដូរជំហរខ្លួនឯងបន្តិចប៉ុណ្ណោះចេះសុំចុះចាញ់ព្រះអង្គគុំព្យាយាមប្រឹងម្នាក់ឯងទៀតអីតែត្រូវសារភាពថាព្រះអង្គឲ្យចិត្តទូបង្គំរឹងណាស់ទូបង្គំធ្វើមិនបានទេសូមព្រះអង្គមេត្តាផ្ដល់បេះដូងទន់ភ្លន់ដល់ទូបង្គំផងបដូររបៀបមើលព្រះគម្ពីរកុំគិតថាព្រះគម្ពីរជាសៀវភៅច្បាប់ដ៏គួរឲ្យធុញតែត្រូវគិតថាវាគឺជាសម្បត្តិស្នេហាដែលព្រះផ្ញើមកឲ្យប្អូនម្នាក់ផ្ទៀងត្រចៀកស្ដាប់សំឡេងព្រះអង្គក្នុងជីវិតរស់នៅរាល់ថ្ងៃសាកស្ដាប់សំឡេងតិចនៃព្រះវិញ្ញាណបរិសុទ្ធដែលតែងតែដឹកនាំនិងផ្ដល់កម្លាំងចិត្តឲ្យយើងធ្វើរឿងដែលត្រឹមត្រូវសេចក្តីសន្និដ្ឋានចុងក្រោយសរុបមកសញ្ញាចាស់បង្គាប់យើងថាឯងត្រូវតែធ្វើវាឲ្យបានប៉ុន្តែសេចក្តីសន្យាថ្មីប្រាប់យើងថាយើងនឹងធ្វើឲ្យឯងអាចធ្វើវាបាននេះមិនមែនគ្រាន់តែបដូរសកម្មភាពខាងក្រៅបន្តិចបន្តួចទេប៉ុន្តែវាគឺជាការបដូរអត្តសញ្ញាណរបស់យើងតែម្ដងព្រះជាម្ចាស់ទ្រង់យាងមកគង់នៅខាងក្នុងចិត្តយើងដើម្បីផ្លាស់ប្ដូរជីវិតយើងហើយទ្រង់ក៏ចង់ឲ្យយើងដឹងថាយើងគឺជាកូនដ៏វិសេសរបស់ព្រះអង្គនេះហើយគឺជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់បេះដូងដែលរឹងដូចថ្មរបស់ប្អូន